សួស្តីថ្ងៃនេះយើងចូលមកដល់មេរៀនថ្មីរបស់យើងមួយទៀតគឺមេរៀនសម្រាប់ពីដដែលហើយថ្ងៃនេះគឺយើងរៀនមេរៀនទី31ហើយផ្នែកខាងចំណងជើងនេះគឺយើងអានថាញោសម្រាប់ពីញឬយើងអានថាយោតែម្ដងថាញឬក៏ញម្ដងទៀតញអញ្ចឹងតារាងទី1គឺយើងអានញអាញ៉ាញអៃញ៉ៃញអូញ៉ូញអុញ៉ុញអ៊ំញ៉ុំញអញ៉ាហើយសម្រាប់ការអានព្យាង្គនេះតារាងទី2នេះគឺយើងអានញដូចគ្នាហើយស្រៈទាំង6នេះគឺយើងត្រូវតែបដូរទៅជាបុកជើងតែរបៀបនៃការអានគឺអានដូចគ្នាដដែលញអីញ៉ៃញអេញ៉ែញអើញ៉ើញអឺញើញអាំញ៉ាំញអឺញើបាទឥឡូវយើងចូលទៅដល់ការអានព្យាង្គអត់សំទោសមិញគឺយើងអានព្យាង្គឥឡូវយើងចូលទៅដល់ការអានពាក្យគេអានញ៉េញ៉ោរកទៀតញ៉េញ៉ោញ៉ាំញ៉ែញ៉ាំញ៉ើចៅញ៉ាបាទពាក្យនេះយើងអានដូចគ្នាដដែលគឺញ៉ាំញ៉ើចៅញោរោញ៉ែរោញ៉ៃបាទឥឡូវយើងចូលទៅដល់ការអានអត្ថបទខ្លីការអានអត្ថបទខ្លីចៅញ៉ាញ៉េញ៉ាចៅញ៉ាពូកែញ៉េញ៉ាចៅញោចៅញ៉ាញ៉េញ៉ាចៅញោញ៉ាំមីចៅញោថាចៅញ៉ារញ៉េរញ៉ាតាញេថាកុំញ៉េញ៉ាចៅញោញ៉ាំមីចៅញ៉ាដើរញ៉ាំញ៉ើទៅញ៉ាំមីដែរហើយបន្ទាប់ពីលោកគ្រូអានឲ្យស្ដាប់រួចហើយកូនទាំងអស់គ្នាត្រូវតែបើកសៀវភៅអានទៅលើការអានព្យាង្គអានពាក្យហើយនឹងអានអត្ថបទខ្លីកន្លែងណាអត់ទាន់ទេអាចស្កុបវីដេអូឬក៏ត្រឡប់ទៅកន្លែងដែលលោកគ្រូនាំអានពីមុនមកជួបគ្នានៅវីដេអូក្រោយ